សួស្តីខ្ញុំ KM អាន់វ៉ាមុននឹងចូលសាច់រឿងរបស់យើងខ្ញុំសូមប្រាប់អ្នកនរគ្នារឿងមួយរឿងខ្ញុំអ្នកគ្រប់គ្រងសារដ៏អស្ចារ្យហ្នឹងខ្ញុំនឹងចេញប៉ុន្តែបន្ទាប់ពីខ្ញុំរៀងមានពេលទំនេរទៀតដោយសារតែរឿងមួយហ្នឹងដែរវាមានពាក្យខ្លះបកអត់សូវចេញអញ្ចឹងទេត្រូវការ search រៀងច្រើនអញ្ចឹងទៅក៏រៀងចំណាយពេលយូរបើរឿងនេះអត់សូវញ៉ៃញ៉ៃអញ្ចឹងទៅខ្ញុំធ្វើលឿនៗខ្លីៗឆាប់ហើយអ្នកនរគ្នាបើនោះដល់តែរៀងចំណាយពេលយូរចាំខ្ញុំមានពេលទំនេរច្រើនតែខ្ញុំធ្វើព្រោះឥឡូវខ្ញុំខំប្រឹងធ្វើការខ្លាំងមែនទែនដើម្បីរកលុយចិញ្ចឹមខ្លួនឯងនេះហើយបើខ្ញុំសលេងរដាប់រដប់អីគឺសូមកុំប្រកាន់អីដោយសារតែខ្ញុំនេះគឺឈឺហើយដោយសារតែអាកាសធាតុនេះគឺប្រែប្រួលពេកផ្ដាំចិត្តតិចទី13របស់យើងមកដែលគីមយុនសុនកំពុងទទួលការសាកល្បងឆន្ទៈអំពីលោកឌូឆុលហើយលោកឌូឆុលកំពុងតែវាយសម្រុកទៅកាន់គីមយុនសុននឹងឯងដែលគាត់នេះគឺមានក្បាច់វាយសាហាវខ្លាំងមែនទែនដែលធ្វើឲ្យគីមយុនសុននេះគឺពិបាកទប់ទល់ខ្លាំងមែនទែនដែលកំដាប់ដៃមួយរបស់គាត់នេះពិតជាខ្លាំងមែនទែនបើតែប្រហែលហ្នឹងគឺគាត់សន្លប់មិនខានទេប៉ុន្តែមួយផ្លែតនោះធ្វើឲ្យគាត់នឹងគឺផ្លែជាខ្លាំងមែនទែនដោយសារតែគាត់ឈប់វាយសម្រុកដៃហើយតែពេលនោះគឺគាត់បានប្រើគីតម្ដងដែលបានតន់នៅចំជើងរបស់គីមយុនសុននឹងឯងធ្វើឲ្យគាត់នេះគឺស្រែកឈឺខ្លាំងមែនទែនធ្វើឲ្យគាត់ដួលភ្លាមតែម្ដងហើយលោកឌូឆូនេះក៏បានណែនាំទៅកាន់គីមយុនសុនផងដែរឲ្យឯងនេះគឺបោះបង់ទៅបើមិនចង់ឈឺខ្លួនជាងនេះប៉ុន្តែមានតែធ្វើឲ្យគីមយុនសុននេះគឺកាន់តែមានកំហឹងតែប៉ុណ្ណោះទេហើយក៏បានងើបមកទាំងឈឺតែម្ដងហើយបានប្រាប់ទៅកាន់លោកឌូឆូឲ្យបន្តទៀតទៅហើយលើកមុនខ្ញុំនិយាយច្រឡំអ្នកនរគ្នាដោយសារតែខ្ញុំប្រាប់ថាគីមយុនសុននេះនៅតជាមួយនឹងលោកឌូឆូរហូតដល់ម៉ោង3ក៏ពិតខុសហើយគឺគាត់ទប់ទល់ជាមួយនឹងលោកឌូឆូររយៈពេល3នាទីបើ3នាទីនោះរួចផុតទៅគាត់នឹងជាប់ប៉ុន្តែនេះទើបតែបាន2នាទីជាងទេមិនទាន់បាន3ទេហើយកំណាប់ដៃមួយរបស់លោកឌូឆូនេះគឺពិតជាធ្ងន់ខ្លាំងមែនតើមួយដៃវិញគឺដូចជាក្រកកំភ្លើងខ្លីអញ្ចឹងដែលធ្វើឲ្យគីមយុនសុននេះគឺពិបាកទ្រាំទ្រខ្លាំងមែនតើតែមិនអាចបន្តបែបនេះរហូតនោះទេគឺគួរតែរកវិធីដើម្បីវាយប្រហារទៅកាន់គាត់វិញហើយខ្លួនក៏បានកិនចឹងហើយក៏បានវាយប្រហារទៅកាន់លោកឌូឆូប៉ុន្តែដោយសារតែល្បឿនរបស់ខ្លួននេះគឺពិតជាយឺតខ្លាំងមែនតើដែលធ្វើឲ្យលោកគាត់កិច្ចបានឡើងងាយស្រួលតែម្ដងប៉ុន្តែបើជាផ្ដល់ឱកាសឲ្យលោកឌូឆូម៉ាត់ទៅកាន់គីមយុនសុនចាំចង្ការតែម្ដងមួយដៃនេះធ្វើឲ្យគីមយុនសុនគឺដួលសន្លប់ភ្លាមនឹងកន្លែងតែម្ដងហើយក៏បានធ្វើឲ្យលោកឌូឆូនេះក៏បានលួចសរសើរទៅកាន់គីមយុនសុនផងដែរដែលក្មេងនេះពិតជាមានសមត្ថភាពក្នុងការតស៊ូមែនទែនដែលអាចទប់ទល់ជាមួយគាត់បាន1នាទីប៉ុន្តែគាត់មិនចង់ឲ្យគីមយុនសុននេះឃើញអនាគតជាមួយគាត់ទេអនាគតរបស់គេក៏វែងឆ្ងាយផងដែរហើយក៏បានងាកចាក់ចេញទៅហើយពេលនោះយើងក៏បានឮសំដីមួយបាននិយាយផងដែរថាប្រសិនបើគេមិនព្រមយកខ្លួនធ្វើជាសិស្សនោះទេអញ្ចឹងហើយមានតែបង្ខំតែប៉ុណ្ណោះតែនេះគឺជាសម្ដីរបស់គីមយុនសុនហើយយើងមកមើលលោកឌូឆូយើងវិញគឺគាត់ពិតជាចង់មានអ្នកស្នងតំណែងគាត់ខ្លាំងមែនទែនប៉ុន្តែមិនចង់ឲ្យម្នាក់នោះគឺខូចអនាគតដូចជាគាត់ឡើយមិនដល់អីផងគឺមានដៃមនុស្សម្នាក់បានចាប់នៅរិញហើយបានស្រែកថាត្រឡប់មកវិញមកកុំតន់ចាចេញអីគីមយុនសុនក៏បានជួតឈាមចេញគឺបានប្រាប់ទៅកាន់លោកឌូឆូថាវាបន្តបញ្ចប់ទេគួរតែបន្តទៀតទៅហើយធ្វើឲ្យលោកឌូឆូក៏រៀងចាប់អារម្មណ៍ខ្លាំងជាមួយនឹងគីមយុនសុនផងដែរហើយទឹកមុខរបស់គីមយុនសុននេះគឺពុះពេញទៅដោយស្នាមញញឹមមិនត្រឹមតែប៉ុណ្្នឹងទេខ្សែភ្នែករបស់គេក៏បានផ្លាស់ប្ដូរពណ៌ផងដែរហើយពេលនោះលោកឌូឆូក៏បានកាត់អំពីគីមយុនសុនផងដែរមើលទៅអាក្មេងនេះពិតជាក្រំក្បាលខ្លាំងមែនទែនដែលកំណត់របស់គេគឺលើសពីមនុស្សធម្មតាទៅទៀតហើយលោកឌូឆូក៏បានស្រែកប្រាប់ទៅកាន់គីមយុនសុនផងដែរថាត្រៀមខ្លួនរួចទៅនៅប្រយ័ត្នផងក៏បានសម្រុកទៅវាយទៅកាន់គីមយុនសុនវាយឡើងញាស់តែម្ដងទោះគីមយុនសុនគឺពិបាកទប់ទល់មែនទែនស្អីគេកំដាប់ដៃខ្យល់ខ្យុះមែនទេប៉ុន្តែសម្រាប់ខ្លួនគឺមិនចង់ដួលជាលើកទី2ទេប៉ុន្តែលើកទី2នេះក៏ពិបាកដែរព្រោះមួយដៃនេះគឺចំឆ្អឹងជំនីបាត់ទៅហើយធ្វើឲ្យគេគឺកាន់តែឈឺចាប់ស្រែកខ្លាំងជាងមុនតែម្ដងដួលនឹងដីភ្លាមហើយពេលនោះលោកឌូឆុលរបស់យើងក៏បានសរសើរទៅកាន់គីមយុនសុនផងដែរសមត្ថភាពឯងគឺក្រំដល់មែនទែនដែលទប់ទល់យើងបានរហូតដល់1នាទីកន្លះឯណោះប៉ុន្តែ15វិនាទីតែងើបរួចបានអត់បើងើបមិនរួចទេគឺចាញ់ហើយសម្រាប់គីមយុនសុនផងដែរពេលនេះគឺគេមិនចង់ចោះចាញ់ទេចង់ងើបឈរប៉ុន្តែគេមិនអាចបញ្ជារាងកាយរបស់គេបាននោះទេគឺធ្វើឲ្យដួលជាលើកទី2បាត់ទៅហើយសម្រាប់លោកឌូឆុលក៏បានដឹងផងដែរថាសម្រាប់មនុស្សធម្មតាវិញត្រូវមួយដៃចំឆ្អឹងជំនីបែបនេះហើយគឺមិនអាចងើបបាននោះទេនេះមិនមែនជាកំដាប់ដៃធម្មតាណានេះគឺជាអ្នកកំដាប់ដៃមនុស្សកម្ពុជាទៅហើយពេលនោះគឺគីមយុនសុនគឺខំប្រឹងស្រែកទៅកាន់លោកឌូឆុលឲ្យបញ្ឈប់ផងដែរដើម្បីឲ្យគាត់នេះនៅបន្តប្រយុទ្ធជាមួយខ្លួនប៉ុន្តែគឺគាត់នេះគឺមិនអាចនិយាយបាននោះទេដោយសារតែគាត់នេះក៏របួសធ្ងន់ខ្លាំងមែនទែនហើយឥឡូវនេះគឺគីមយុនសុនគឺបានបន្ទោសខ្លួនឯងខ្លាំងមែនទែនខ្លួនឯងពិតជាកាឲ្យអន់ខ្លាំងមែនទែនខ្លួនរងចាំថ្ងៃនេះគឺយូរហើយការវិចិត្រមុនរបស់ខ្លួននេះគឺបានអធិដ្ឋានជារៀងរាល់ថ្ងៃរយៈពេល10ឆ្នាំដើម្បីត្រឡប់ទៅពេលវេលាវិញដើម្បីសងសឹកទៅកាន់ពួកគេវិញប៉ុន្តែខ្លួននេះបែរជាអន់ខ្លាំងមែនទែនដែលមិនអាចទប់ទល់ជាមួយនឹងការឈឺចាប់ដកតូចតែមួយនេះបានហើយខ្លួនមិនចង់វិលត្រឡប់ទៅដោយកាលពីមុននោះទេដែលជាមនុស្សទន់ខ្សោយតែតែត្រូវគេធ្វើបាបនឹងជិះជាន់ជារៀងរាល់ថ្ងៃខ្លួនមិនចង់ទៅដូចពីមុននោះទេហើយគីមយុនសុនក៏បានងើបឡើងវិញក៏ធ្វើឲ្យលោកឌូឆុលក៏រៀងភ្ញាក់ផ្អើលផងដែរទោះបីខ្លួននេះគឺធ្លាក់នៅរត់ទាំងរស់ក៏ដោយក៏ខ្លួនសុខចិត្តដែរឲ្យតែបានសងសឹកទៅកាន់ពួកគេវិញហើយកំហឹងសងសឹករបស់គេនេះក៏ធ្វើឲ្យគេមានកម្លាំងងើបឈរមកតទល់ជាមួយនឹងលោកឌូឆុលវិញផងដែរនេះបានគេនិយាយថាការសងសឹកនឹងគំនុំធ្វើមនុស្សកាន់តែខ្លាំងពិតមែនហើយក៏ធ្វើឲ្យលោកឌូឆុលក៏រៀងបែកញើសបន្តិចផងដែរព្រោះក្មេងនេះគឺប្រៀបបានដូចជាបិសាចអញ្ចឹងតើ
មានរឿងអ្វីខ្លះទៅសម្រាប់លើគេដែលធ្វើឲ្យគេផ្លាស់ប្ដូរដល់ថ្នាក់នេះទើបធ្វើឲ្យគេនេះមើលទៅដូចជាបិសាចដែលមិនខ្លាចនឹងរស់អញ្ចឹងមើលទៅខ្ញុំក៏យល់ដាំយល់ពីគេផងដែរគេនេះប្រហែលជាជួបរឿងអកុសលជាច្រើនហើយទើបធ្វើឲ្យគេនេះខ្លាចជាមនុស្សបែបហ្នឹងប៉ុន្តែខ្ញុំមិនឲ្យគេមានអនាគតដូចខ្ញុំទេហើយក៏បានទៅវាយកាន់គីមយុងសុនដោយល្បឿនលឿនជាខ្លាំងជាទីបំផុតដោយសារតែល្បឿនរបស់លោកឌូឆុលគឺលឿនខ្លាំងពេកគីមយុងសុនមិនអាចការពារតនោះទេគឺត្រឹមមួយដៃចំកណ្ដាលមុខគឺចំតែម្ដង ធ្វើឲ្យគីម សុនគឺដេកទៅវិញម្ដងទៀតហើយជាលើកទី3ប៉ុន្តែក្នុងចិត្តរបស់គីម សុនគឺបានប្រាប់ខ្លួនឯងថាត្រូវតែទ្រាំត្រូវតែស៊ូទ្រាំប៉ុន្តែក្មេងប្រុសនេះពិតជាមានការតស៊ូខ្លាំងមែនទែនយើងក៏បានឃើញនីតិដែលត្រូវតទៅជាមួយនឹងលោកឌូឆោសោះតែមួយនីតិជាងទៀតទេហើយទោះបីខ្លួននេះត្រូវបាក់ឆ្អឹងបាក់ធ្មេញឬក៏ត្រូវប៊ីស្លាប់ក៏ដោយក៏ខ្លួនមិនខ្លាចដែរទោះបីត្រូវលះបង់ជីវិតនេះក៏ខ្លួននៅតែស៊ូទ្រាំអញ្ចឹងហើយនីតិនៅសល់តែ12វិទៀតទេតែពេលនេះគឺគីមសុនតលេងចង់បានហើយដែលខ្លួនគឺញ័រអស់ហើយពេលនេះដែរលោកឌូឆុលបានដឹងហើយថានីតិក៏ចិត្តអស់គឺពិតជាមិនចង់ឲ្យគីមសុននេះគឺដើរតាមផ្លូវចាស់របស់គាត់ទេអញ្ចឹងហើយមានតែបញ្ញាប់បញ្ចប់គីមសុនតែប៉ុណ្ណោះក៏បានថ្វាយគីមសុនមួយដៃចុងក្រោយធ្វើជាធ្ងន់ខ្លាំងតែទៅគីមសុនទៅគ្រៀតមួយកន្លែងមកទៅហើយបំរុងនឹងដាក់មួយដៃចុងក្រោយបង្ហើយទៅហើយប៉ុន្តែចៃដន្យអីក៏នីតិអស់ល្មមទៅហើយទោះឲ្យគាត់នេះគឺខឹងខ្លាំងមែនតើក៏បានទម្លាក់ដៃចោលនរកមែន ធ្លាក់នរកហើយលោកឌូឆលរបស់យើងក៏បានសរសើរការបដិញ្ញាចិត្តរបស់គីមយុនសុនផងដែរក៏បានចាក់ចេញទៅប្រាប់ឲ្យគីមយុនសុននេះគឺបញ្ញាប់ទៅពេទ្យទៅតែកុំឲ្យនរណាគេដឹងថាខ្លួនគឺជាអ្នកវាយឯអសោះហើយក៏បានងាកមកវិញបានប្រាប់ទៅកាន់គីមយុនសុនថាឲ្យមកតាមខ្លួនឲ្យលឿនមកដើម្បីយកកងធនាគាររបស់ខ្លួននេះផ្ទៃលុយឲ្យខ្លួនឆាប់ហើយពេលនេះយើងក៏បានឃើញនៅលោកឌូឆលរបស់យើងគឺកំពុងតែអង្គុយគិតផងដែរគឺដោយសារតែមានប៉ុន្មានថ្ងៃមុនហ្នឹងមានមនុស្សមកបបួលគាត់ឲ្យចូលប្រឡូកពិភពគុណវិញដើម្បីវាយយកលុយ ប៉ុន្តែគាត់ក៏បានឃើញលុយរបស់គីមសុនបានបាញ់មកកាន់ខ្លួនហើយខ្លួនក៏គិតផងដែរថាខ្លួនពិតជាត្រូវការលុយខ្លាំងមែនទែនប៉ុន្តែក៏បានចាប់ផ្ដើមតែ consent មនុស្សដែលបានបបួលគាត់ឲ្យឡើងបដាផងដែរយើងក៏បានដឹងហើយថាហេតុផលអ្វីគឺខ្លួនបានលុយពីគីមយុងសុនហើយមានអ្វីដែលត្រូវឡើងប្រដាល់ក្រំដីទៀតទៅហើយកាន់មកបច្ចុប្បន្នរបស់យើងកន្លែងគីមសុនវិញគឺបានប្រាប់ឲ្យថាខ្លួនមានបញ្ហាតិចតួចជាមួយនឹងសិស្សនៅខាងក្រៅសាលាទេហើយពេលនោះគីមសុនក៏បានឆ្លៀតសួរទៅកាន់ជីដូនរបស់ខ្លួនផងដែរថាយាយមានលុយប៉ុន្មានទៅជីដូនក៏បានប្រាប់ផងដែរខ្លួនគឺមាន100,000 វុន ប៉ុន្តែគឺសន្សំអស់រាប់សិបឆ្នាំឯណោះទើបតម្រាំទៅបាន100,000ហ្នឹងហើយពេលនោះគីមសុនក៏បានមានកំណត់មួយចង់ឲ្យយាយរបស់ខ្លួននេះគឺទៅជួលផ្ទះដែលគេកំពុងតែ discount ហ្នឹងឯងវាថា random 1000នាក់អញ្ចឹងទៅបាននរណាគេម្នាក់អញ្ចឹងទៅលុយហ្នឹងគឺគេអត់យកថ្លៃទេសម្រាប់ការថ្លៃលក់ផ្ទះហ្នឹងហើយពេលបងអីក៏គេយកតិចដែរប៉ុន្តែជីដូននៅតែបារម្ភអញ្ចឹងទោះបីជាខ្លួននេះមានសំណាងបានទទួលនៅការជ្រើសរើសក៏ដោយប៉ុន្តែយ៉ាងណាក៏ដោយបើគ្មានលុយនៅតែអត់ប្រយោជន៍ហ្នឹងប៉ុន្តែគីមសុននៅតែប្រាប់អញ្ចឹងថាអាហ្នឹងមានតែអ្នកដែលគ្មានចំណេះដឹងតែប៉ុណ្ណោះ ហើយវាមិនមែនជាបញ្ហានោះទេគ្រាន់តែខ្ចីលុយធនាគារទៅប៉ុណ្ណឹងគឺរួចរាល់ហើយយើងគ្រាន់តែលក់ផ្ទះចានរបស់យើងដើម្បីបង្វិលយកទៅសងធនាគារវិញក៏រួចរាល់អស់ទៅហើយចំណេញលើចំណេញតែម្ដងដែលធ្វើឲ្យយាយរបស់គីមសុនគឺបានសរសើរថែមម្ដងចៅខ្លាចជាអ្នកចំនួនចលនាទ្របហើយប៉ុន្តែគីមសុនក៏បាក់សែតផងដែរនេះគ្រាន់តែជាចំណេះដឹងតិចតួចតែប៉ុណ្ណោះគឺមិនហ៊ានទទួលឡើយហើយពេលនេះគីមសុនក៏ចាប់ផ្ដើមគិតផងដែរខ្លួនគឺមានគោលបំណងដើម្បីផ្ញើយាយទៅកាន់ឆានបងនឹងឯង ដើម្បីឲ្យគេការពារទៅកាន់យាយរបស់ខ្លួនហើយខ្លួននឹងសល់ពេលវេលាដើម្បីទៅវឹកហាត់ជាមួយនឹងលោកឌូឆូឡៃប៉ុន្តែជាដំបូងគួរតែកុហកយាយសិនថាធ្វើមិនទៅកុំឲ្យគាត់សង្ស័យថាខ្លួនបានលុយមកពីណាច្រើនហើយមិនដឹងថារៃរាប់អាក់ខ្លះជាមួយយាយនោះទេឡើងរៀបរាប់រហូតដល់ថ្ងៃថ្មីបាត់ទៅហើយហ្នឹងកាន់មកកាន់ដំបូងសាលារបស់យើងវិញយើងក៏បានឃើញនៅយងមីនេះគឺបានមកជួបជាមួយនឹងជីនវូនឹងឯងហើយពិតជាសារតែកាន់ជីនវូខ្លាំងមែនទែនតែជីនវូនេះគឺមើលទៅពិតជាមានសមត្ថភាពប៉ុន្តែគោលបំណងរបស់គេនោះគឺចង់ទៅឲ្យសម្លាប់មនុស្សម្នាក់ផងដែរប្រសិនបើឯងធ្វើបានល្អនោះ ឯងនឹងអាចប្រាប់គេគ្រប់គ្នាថាឯងគឺជាដៃជើងរបស់យើងបានដែលធ្វើឲ្យគេនេះគឺមុនដំបូងគឺភ័យប៉ុន្តែឥឡូវនេះក៏ជាឱកាសមួយដ៏ល្អរបស់គេផងដែរដោយបែបហ្នឹងហើយជានួររបស់យើងគឺមិនអោយលបងយងមានរបស់យើងគឺខកបំណងឡើយបែបហ្នឹងហើយគឺធ្វើឲ្យយងមានគឺសុបាយចិត្តខ្លាំងមែនតើអាកូនឯងពិតជាធ្វើឲ្យបងពេញចិត្តណាស់ហើយយើងក៏បានកាន់មកពេលដែរអាកូនជីនវូរបស់យើងនេះគឺបានមកជួបនឹងគីមយុនសុនផងដែរដែលឃើញមុខមាត់របស់គេនេះគឺជាប់តែម្ដងមិនដឹងថាគេទៅធ្វើស្អីនោះទេប៉ុន្តែក៏រៀងភ័យខ្លាចដែរព្រោះឮពាក្យចាំប្រាថាអាក្មេងនេះគឺខ្លាំងមែនតើ ប៉ុន្តែនៅឃើញដល់សម្ដីរបស់លោកបងរបស់ខ្លួនហើយគឺខ្លួននេះមានកម្លាំងចិត្តខ្លាំងមែនទែនសន្យាថានឹងសម្លាប់គេឲ្យបានតែម្ដងហើយថែមទាំងផ្ដល់មេរៀនដ៏ល្អទៅកាន់គេទៀតហើយគេនឹងបំផិតព័ត៌មានថ្មីតែម្ដងដែលជាព័ត៌មានคล้ายៗហ្នឹងឯងក៏បានប្រាប់កូនចៅរបស់គេផងដែរថានរណាគេក៏ដោយឲ្យតែហ៊ានពាក់ព័ន្ធនឹងមានតំណែងជាមួយនឹងគីមមុនសុននោះគឺខ្លួននឹងកម្មាសាគេដល់កន្លែងតែម្ដងហើយពេលនោះយើងក៏កាន់មកកាន់លោកឌូឆូដែលកំពុងតែបង្រៀនសិស្សនេះវិញគឺគាត់បានប្រាប់ទៅកាន់គីមយុនសុនផងដែរទោះបីកូនឯងមានសមត្ថភាពពូកែវាយនិងល្បឿនមែន ប៉ុន្តែកម្លាំងរាងកាយរបស់ឯងនេះគឺពិតជាការខ្លាំងមែនទែនបើប៉ះអ្នកគេមិនសូវជឿអ្វីប៉ុន្តែកម្លាំងរាងកាយគេខ្លាំងវិញអូនឯងនឹងស្បៃតែម្ដងអញ្ចឹងហើយលោកឌូឆូលនឹងបង្រៀនទៅកាន់គីមមុងសុនតែម្ដងគឺ
កាយសម្បទានរបស់គេឲ្យកាន់តែរឹងមាំគឺគ្រប់វិធីសាស្ត្រតែម្ដងទាំងល្បឿននិងកាយសម្បទានប៉ុន្តែបើគេហ៊ានទៅលួចទឹកខ្ជិលឬក៏បរាជ័យក្នុងការវឹកហាត់នោះខ្លួននឹងចូលបង្រៀនកាន់គីមយុងសុនជារៀងរហូតតែម្ដងដែលការវឹកហាត់នេះដែរគឺមួយថ្ងៃ2ម៉ោងហើយពេលនេះក៏ដល់ម៉ោងសម្រាប់របស់គីមយុងសុនផងដែរគេក៏បានគិតផងដែរថាខ្លួនឯងត្រូវតែមានសមត្ថភាពខ្លាំងដើម្បីតស៊ូជាមួយនឹងយងវៀនព្រោះគេវឹកហាត់អត់ជាច្រើនឆ្នាំសមត្ថភាពគេក៏ខ្លាំងផងដែរប៉ុន្តែมันមិនជាគោលបំណងដែលគេចង់កំចាត់ពិតប្រាកដនោះទេដែលគេចង់បំផ្លាញពិតប្រាកដនោះគឺជាក្រុម Golden Sengo ចង់បំផ្លាញគេតែម្ដងពេលនោះលោកឌូឆុលក៏បានមកដល់ផងដែរគាត់ក៏បានគិតទៅដល់គីមយុងសុនផងដែរកន្លែងនេះខ្ញុំរៀងសម្រាប់រៀងក្បានបន្តិចដែលលោកឌូឆុលនេះគឺបានសរសើរទៅកាន់គីមយុងសុនខ្លាំងមែនទែនដែលរយៈពេល2ម៉ោងដែលគាត់បានវឹកហាត់នេះគឺរាល់គ្រប់វិនាទីគឺគេមិនមានឡាយពេលចោលសូម្បីតែ1វិនាទីគឺខ្លួនវឹកហាត់គ្រប់ពេលតែម្ដងក្មេងនេះពិតជាមានសក្តានុពលខ្លាំងមែនទែនតើខ្លួនគួរតែបង្ហាត់ក្បាច់នោះឲ្យគេដែរទេដែលយើងមិនដឹងថានោះគឺជាការបណ្ដុះបណ្ដាលអ្វីឡើយនោះលោកឌូឆុលក៏បានទៅនិយាយជាមួយកូនសិស្សរបស់ខ្លួនតែម្ដងដែលខ្លួននេះគឺបានសាជានៅច្បាប់ផងដែរទោះបីខ្លួននេះគឺធ្លាប់នៅធ្វើរឿងមិនល្អការទៅប្រកួតហើយមិនតាន់តែប្រឹងទេត្រូវគេបានបែនក៏ដោយប៉ុន្តែសម្រាប់កូនសិស្សរបស់ខ្លួនគឺអាចឡើងប្រកួតនិងដំណើរឲ្យខ្លួនបាននិយាយទៅគឺធ្វើឲ្យកូនសិស្សរបស់ខ្លួនអាចឃើញនៅពន្លឺថ្ងៃម្ដងទៀតដឹងស្អីគេទេលោកគ្រូហើយក៏បានចង្អុលទៅកាន់គីមយុងសុនផងដែរខ្លួននឹងបង្រៀននៅក្បាច់ថ្មីទៅកាន់ឯងផងដែរឯងត្រូវតែធ្វើតាមខ្លួនគ្រប់យ៉ាងនឹងធ្វើឲ្យឯងនេះគ្រប់គ្នាដែលធ្វើបាបឯងមកលុតជង្គង់ចំពោះមុខឯងតែម្ដងដែលសម្ដីនេះគឺពិតជាត្រូវចិត្តទៅកាន់គីមយុងសុនខ្លាំងមែនទែនហើយកាន់មួយសប្តាហ៍ក្រោយនៅពេលដែលគីមយុងសុនកំពុងតែនៅក្នុងថ្នាក់រៀននេះវិញហើយពេលនោះក៏មាននរណាគេមកជួបជាមួយគីមយុងសុនផងដែរដែលគេថាមើលទៅមិនដូចជាមនុស្សខ្លួនធ្លាប់ជួបពីមុននោះទេដែលគេនោះគឺជាគីមស៊ីវូដែលគឺជាឆាសទី1ដូចជាគីមសុននឹងឯងប៉ុន្តែធ្វើឲ្យគីមសុននេះគឺធ្វើឲ្យគាត់នឹងរៀងឆ្ងល់ហើយពេលនោះអាប្អូនយើងគឺបានប្រាប់ថាមើលទៅឯងមិនដូចជាពីមុននោះទេផ្លាស់ប្ដូរច្រើនខ្លាំងមែនទែនក៏បានប្រាប់ទៅកាន់គីមយុងសុនថាខ្លួនគឺចង់ធ្វើមិត្តភក្តិជាមួយឯងតែពេលនោះធ្វើឲ្យគីមយុងសុននេះគឺគៀងខ្លាំងមែនទែនតែអាប្អូនឯងហ្នឹងគឺនិយាយស្អីទៅដែលមើលទៅដូចជាគីមយុងសុនមិនបានដឹងរឿងនោះទេចឹងហើយក៏បានប្រាប់ថាតែឯងមិនបានដឹងរឿងនោះទេដែលគីមយុងសុនក៏ឆ្ងល់ផងដែររឿងស្អីក៏ឲ្យគេបញ្យល់គេក៏បានប្រាប់ផងដែរថាគឺអាប្អូនជីនវូរបស់យើងនេះគឺបានដាក់គម្រាមនៅសិស្សឆ្នាំទី1គ្រប់គ្នាតែម្ដងនរណាគេក៏ដោយឲ្យតែមានទំនាក់ទំនងសូម្បីតែបន្តិចបន្តួចក៏ដោយឲ្យជាមួយគីមយុងសុនណាគឺដឹងតែទៅម៉ាសាដល់បន្ទប់តែម្ដងដែលគេនោះគឺបានប្រាប់ប្រកាន់គីមយុងសុនផងដែរខ្លួនមកទីនេះគឺមិនខ្លាចនឹងការសម្លាប់របស់គេនោះទេគឺស្គាល់គេនេះរយៈពេល10ឆ្នាំហើយតាំងពីសិស្សបឋមមកម្លេះហើយយើងក៏ត្រឡប់ទៅកាន់ពីជីវិតមុននៃជាតិមុនរបស់គីមយុងសុនហ្នឹងឯងដែលអាកូនស៊ីវូរបស់យើងនេះគឺបានការពារគីមយុងសុនអំពីអាពួកផាមីនឆូរបស់យើងប៉ុន្តែត្រឡប់មកវិញត្រូវវាយជាត្រូវគេធ្វើបាបឡើងធ្ងន់ធ្ងរហើយពេលនោះគេមានតែសម្រេចចិត្តធ្វើមិនស្គាល់ខ្លួនតែប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីខ្លួនចុះពេទ្យហើយគេពិតជាដឹងខុសខ្លាំងតែមកសុំទោសខ្លួនគេនេះគឺដោយសារតែខ្លួនគឺការអន់ពេកតែមិនអាចការពារកាន់គីមយុងសុនបានបើមានជីវិតក្រោយពិតមែនខ្លួននឹងការពារគីមយុងសុនអស់ពីសមត្ថភាពហើយមិនឲ្យគីមយុងសុននេះគឺនៅម្នាក់ឯងឡើយហើយពេលនោះគឺគីមយុងសុនបានចាប់ដៃទៅកាន់ស៊ីវូតែម្ដងដែលធ្វើឲ្យស៊ីវូគឺថាតើស្អីគេនឹងតែពេលនោះគឺគីមយុងសុនគឺមិនចង់ឲ្យស៊ីវូរបស់យើងនេះគឺមករញ៉េរញ៉ៃជាមួយខ្លួននោះទេដែលខំប្រឹងបណ្ដេញទៅកាន់ស៊ីវូឲ្យចេញពីខ្លួនទៀតផងដែលមើលទៅគីមយុងសុនក៏មើលទៅដូចជាចង់ការពារទៅកាន់ស៊ីវូផងដែរប៉ុន្តែស៊ីវូគឺមិនខ្វល់នោះទេគឺប្រាប់ទៅកាន់គីមយុងសុនវិញផងដែរយើងមិនខ្វល់ទេយ៉ាងណាឯងជាមិត្តយើងនឹងការពារឯងអស់ពីខ្លួនយើងតែម្ដងដែលរបៀបថាគេចង់យកជីវិតមកការពារទៅកាន់គីមយុងសុននឹងឯងគឺកុំហាមគេអីហើយក៏ឲ្យគីមយុងសុននេះគឺរងចាំខ្លួនទៅបន្តិចទៀតគឺមកហើយតែនៅក្នុងចិត្តរបស់គីមយុងសុននេះគឺត្រូវប្រឈមជាមួយនឹងក្រុម Golden Sengo ចឹងហើយគឺមិនចង់ឲ្យមិត្តល្អរបស់គេនេះគឺមកលោកឡានោះទេពិសេសគ្រួសារជាមួយនឹងស៊ីវូនឹងតែម្ដងហើយពេលនេះគឺនៅសាលាគឺមេឃភ្លៀងខ្លាំងមែនតើហើយគីមយុងសុននេះក៏ឆ្ងល់ផងដែរថាតើស៊ីវូគឺតាណាទៅមិនក៏បាត់យូរម្លេះក្នុងចិត្តរបស់គេក៏បារម្ភទៅកាន់ស៊ីវូផងដែរពេលនោះក៏មានគេបាននិយាយប្រាប់ផងដែរថាយើងបានឃើញនៅជីនវូនោះគឺបាននាំនៅស៊ីវូមិនដឹងថាតាណានោះទេដែលធ្វើឲ្យពេលនោះគឺធ្វើឲ្យគីមយុងសុនគឺដឹងភ្លាមតែម្ដងតើគេគឺចង់ការពារខ្លួនមែនទេទើបគេបានទៅជួបជាមួយស៊ីនវូមិនអាចទេខ្លួនមិនអាចຕົកបែបនេះបានទេមិនអញ្ចឹងទេជីនវូនឹងសម្លាប់ស៊ីវូមិនខាននោះទេហើយក៏បានរត់ចាក់ចេញពីថ្នាក់ទៅឡើងលឿនតែម្ដងជាមួយនឹងកូររន្ទះដ៏ខ្លាំងក្លា